ជំរាបសួរអ្នកទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយមកសម្រាយរឿងបលីចបន្តទៀតអេមីនអធិស្ឋានផងចំពោះការខានដោយសារតែ admin គឺមិនសូវស្រួលខ្លួនផ្ដាំពីវគ្គនេះឃើញនៅកន្លែងមួយក៏ដូចជា Ichigo ដែលកំពុងតែនៅក្រោមទឹកពួកគេទាំងអស់នេះកំពុងតែវឹកហាត់ Ichigo ដែល Ichigo អត់ដង្ហើមហើយពួកគេរាប់ឲ្យបាន100ដងក៏ប៉ុន្តែ Ichigo មិនអាចអត់ដង្ហើមបាននោះទេគឺមានបរិសសក់នេះដែលបានថាឲ្យគាត់គឺមានឈ្មោះថា Tenjiro Karinchi ដោយទ្រាំបាននឹង Ichigo Tenjiro ក៏បានយកមកដៃដាក់ម៉ាំងទៅកាន់ Ichigo ក៏ដូចជាទាញកន្សែង Ichigo ហើយគាត់បាននិយាយថា Ichigo ឥឡូវបានជាមកវិញហើយ Ichigo ស្ទាបខ្លួនគាត់ឃើញថាគាត់មានជាសះស្បើយមែន Tenjiro ក៏ឲ្យ Ichigo ទៅកន្លែងផ្សេងមួយទៀតដើម្បីវឹកហាត់ភ្លាមនោះក៏មាន Renji ក្រោកឡើងមកថាគាត់នឹងទៅជាមួយ Ichigo ដែរ Tenjiro ដាក់ទីចិត្តដាក់ Renji មកដៃគោលបំណងគឺចង់ដឹងថាតើ Renji នឹងគឺពិតជាសះស្បើយហើយមែនដែលឃើញថា Renji អាចទុកកំណប់ដៃគាត់បាននោះបានន័យថា Renji ឥឡូវគឺជាសះស្បើយហើយ Tenjiro ក៏បានបញ្ជូនពួកគេទៅកាន់ទីតាំងមួយទៀតដើម្បីវឹកហាត់ក៏លេឃើញ Kyoraku ដែលកំពុងតែឈរនៅប្រឡោះកណ្ដាលនៃតុលាការសារតីគាត់នៅទីនេះដើម្បីស្នើសុំពួកអ្នកទាំងអស់នោះដើម្បីបើកកន្លែងមួយដែលមានឈ្មោះថា Zenjutsu គាត់ស្នើសុំកន្លែងហ្នឹងដើម្បីឲ្យ Zaraki វឹកហាត់រៀនមកកាត់ធម្មពលពិតរបស់គាត់ចេញមកក៏ប៉ុន្តែតុលាការទាំងអស់នោះគឺមិនបានព្រមនោះទេដែលខ្លាចថា Zaraki ទទួលបានអំណាចពិតយ៉ាងខ្លាំងក្លារបស់គាត់ចេញមកនឹងធ្វើឲ្យ Zaraki បះបោរនៅទីក្រុងសារតីដោយសារតែពេលនេះគឺគ្មានលោកតា Yamamoto នៅគ្រប់គ្រងទៀតទេក៏ប៉ុន្តែគឺវាគ្មានជំរើសទេដោយសារតែ Soul Society ឥឡូវនេះកំពុងតែមានការគំរាមកំហែងពីពួក Quincy ដូច្នេះហើយចាំបាច់ណាស់គឺត្រូវការអ្នកមានអំណាចជាច្រើន Zaraki គណៈពេលកំពុងប្រយុទ្ធជាមួយនឹង Yohappaha ដែលធ្វើឲ្យគាត់បាត់បង់នូវធម៌ពលពេលនេះចាំបាច់ណាស់ដើម្បីដាស់ធម៌ពលរបស់ Zaraki ត្រឡប់មកវិញហើយអ្នកបង្ហាត់បង្រៀននឹងជាអ្នកដាស់ធម៌ពល Zaraki នោះគឺ Onohana ដែលពីមុនគឺនាងមានឈ្មោះ Yachiru Onohanaដែលឡៃ Ichigo និង Renji ដែលកំពុងតែហោះហើយនឹងមករៀបនឹងធ្លាក់ហើយក៏ស្រែចចុចចេញមកអកូនប្រែទៅជារូរៀងធំដែលទ្រពួកគេនោះក្នុងការធ្លាក់ Ichigo និង Renji ដើរបានបន្តិចក៏មាននារីម្នាក់មកដាក់ពួកគេយ៉ាងប៉ើងឲ្យធ្លាក់ចុះទៅខាងក្រោមវិញក៏ប៉ុន្តែមិនយូរប៉ុន្មានមួយសន្ទុះក្រោយមកឃើញថាផ្ទះបាយកំពុងតែឆាឆុងឆាំងពេញនឹងនារីម៉ាប់នោះកំពុងតែធ្វើម្ហូបយ៉ាងឆ្ងាញ់ឲ្យពួកគេទាំងពីរនាក់នឹងបរិភោគ Ichigo និង Renji ដំបូងគឺប្រកែកក៏មិនចង់ហូបអាហារទាំងអស់ហ្នឹងទេក៏ប៉ុន្តែនារីម៉ាប់នឹងបានប្រាប់ថាក៏ប្រកែកអីអ្នកទាំងអស់គ្នាឥឡូវកំពុងតែឃ្លានហើយដែលដឹងថានារីម្នាក់នឹងយកចិត្តពេកមានអីទេពេលអ្នកនេះកាយញ៉ាត់ស៊ីយកតែម្ដងស៊ីបានបន្តិច Ichigo ចាប់ផ្ដើមគិតថាហេតុអ្វីបានជាពួកគេនៅទីនេះមួយទឹកក៏ដូចជាស៊ីអាហារឆ្ងាញ់យ៉ាងឆ្អែតទាំងនៅ Society ឥឡូវនេះកំពុងតែជួបបញ្ហាមនុស្សគ្រប់គ្នាកំពុងតែវឹកហាត់ហើយចុះពួកយើងមកទីនេះគិតតែស៊ីគិតតែញ៉ាំហ្នឹងតែវាបង្កើតថាមពលអីទៅតែ Renji គឺបានប្រកែកថានៅពេលដែលយើងមួយទឹកហ្នឹងគឺវាបានព្យាបាលរបួសអស់ហើយបន្ទាប់ពីព្យាបាលរបួសយើងចាំបាច់ណាស់គឺតែដើម្បីស៊ីនឹងឯងស៊ីដើម្បីបង្កើតជាមួយនឹងកម្លាំងនិងធម៌ពលក៏មិនឆ្ងល់អី Renji និយាយត្រូវណាស់គឺមាននារីម្នាក់បាននិយាយរឿងរាជសារទៅកាន់ Renji ដែល Ichigo និង Renji ឆ្ងល់ណាស់នេះឯងចេញមកពីណាខ្ញុំមិនដែលស្គាល់នោះទេដែលនាងគឺជានារីម៉ាប់មុននឹងឯងដែលមានឈ្មោះថា Kirio Hikifune បន្ទាប់ពីនាងធ្វើអាហារច្រើនពេកដែលធ្វើឲ្យនាងសម្រក់រាងបែបនេះបេសកកម្ម Ichigo និង Renji ពេលនេះនៅក្នុងបន្ទប់របស់នាងគឺត្រូវបានរួចរាល់ហើយដែលពេលនេះគឺនាងនឹងទៅបញ្ជូន Ichigo ទៅកាន់កន្លែងមួយទៀតនាងក៏បានផ្ដាំ Ichigo និង Renji ថាចង់ចាំឲ្យច្បាស់សាសនារបស់យើងគឺពោពេញទៅដោយប្រវត្តិសាស្ត្រនៃ Soul Society ពួកយើងទាំង5នាក់គឺសិតតែជាអ្នកប្រវត្តិសាស្ត្ររបស់ Soul Society ហើយដែលអាចឈានជើងនឹងខ្លាចជាក្រុម Zero ក៏ដូចជាការពារព្រះមហាក្សត្រនៃ Soul King បានតែប្រវត្តិសាស្ត្ររបស់នាងនៅ Soul Society នោះគឺបង្កើតជាមួយនឹងព្រលឹងបណ្ដោះអាសន្នដែលនាងអាចដាក់ព្រលឹងបណ្ដោះអាសន្ននោះចូលទៅរូបរាងកាយក៏ដូចជាមុននឹងឯងនៅក្នុងអាហារទាំងអស់នោះគឺសិតតែជាព្រលឹងបណ្ដោះអាសន្នឬក៏ហៅថា G-Gon ដែលអាចបង្កើតជាមួយនឹងកម្លាំងនិងធម៌ពលរបស់ Ichigo និង Renji ហើយចំពោះកន្លែងបន្ទាប់ដែល Ichigo និង Renji ត្រូវទៅគួរតែប្រុងប្រយ័ត្នគឺមានគ្រោះថ្នាក់ណាស់ដែលនឹងប៉ះពលរស់ម្នាក់គាត់គឺជាស្ដេចនៃការបង្កើត Zanpakuto ចំណែកនៅក្នុងទ្វារមួយនោះគឺរូងក្រោមដីក៏ដូចជាទ្វារកលឹះក៏បានបើកក៏ដូចជាបង្ហាញនឹង Zaraki ក៏បានមកដល់ទីតាំងនឹងឯងដែលមានឈ្មោះថា Zenjutsu ដែល Kyoraku បានស្នើសុំតុលាការដើម្បីបើកក្នុងការវឹកហាត់បង្រៀន Zaraki ជុំមកដល់ខាងក្នុងហ្នឹងក៏បានជួបជាមួយនឹង Onohana ដែល Onohana បានប្រាប់ថាទីតាំងនេះគឺស័ក្តិសមណាស់ក្នុងការវឹកហាត់រៀនជាមួយនឹង Zaraki ដែល Zaraki អាចបង្វិលដាវនឹងបានតាមចិត្តតែម្ដងជុំមកដល់ពួកគេនិយាយគ្នាហាក់បីដូចជាពួកគេនឹងធ្លាប់មានគំនុំនឹងប្រយុទ្ធគ្នាកាលពីអតីតកាលនឹងឯងដែល Onohana ប្រាប់ថាឃើញទំនង Zaraki បែបនេះគឺគាត់នៅឃើញស្នាមមួយនៅចំទ្រូងរបស់នាងក៏ដូចជា Zaraki បានប្រាប់ថាខ្ញុំក៏នឹកឃើញស្នាមនៅចំភ្នែករបស់ខ្ញុំដែរពួកគេទាំងពីរនាក់ក៏ហូតដាវច្រាច់ចូលទៅកាប់គ្នាតែម្ដង Onohana គឺជាអ ក្រិតជនដ៏ខ្លាំងបំផុតនៃប្រវត្តិសាស្ត្រ Soul Society ទោះបីជាយើងមិនធ្លាប់ឃើញការប្រយុទ្ធរបស់នាងក៏ដោយក៏ប៉ុន្តែនេះគឺខុសខើខ្លាំងណាស់Kyoraku ប្រាប់ថានៅក្នុងការដាស់សន្តិអារម្មណ៍ឬក៏ធម៌ពលរបស់ Zaraki មកវិញគឺចាំបាច់ពួកគេទាំងពីរនាក់អាចនឹងមានម្នាក់ស្លាប់នៅក្នុង Zenjutsu ពួកគេទាំងពីរនាក់នៅតែប្រយុទ្ធគ្នាក៏ដូចជាសម្បត្តិបានផ្ញើទុកទៅកាន់កូនក្រុមរៀងៗខ្លួន Yachiru បើកមើលសតបភ្នែករបស់ Zaraki ក៏ដូចជា Izune ទទួលបានសម្រិតពី Onohana
男はそれまで ในขนมการบังคับนังประโยชน์นูกซารากิกับมีสมรรถเพียบไอตบโตจิมวยยังโอโนฮานาเต้เด็ดเฟยโอโนฮานาไว้หนึ่งทะเลดาวบอซารากิก็โดยจิโอโนฮานากับบงแต่ประจงก็แต่การซารากิเพลมนังคือซารากิใบจะตัวสกอร์คำพ่อแทกอดคือปัจจิออนคลังนะแต่โอโนฮานาสมัยเป็นการเดินแต่การพองได้โอโนฮานากับบานยกจ้องเสปะกุโตบอกอดจะตุ่มลูกก็บอซารากิยกตายมาดองซารากิบันตุมลูกก็จะบักแนวเว้งเคยแท้ก่อนมันบันสลับนูเต้โอโนฮานาในยัยท่าในอันกับบอกแต่เดียสอบตามแมนเต้ซารากิเนื้อชิคาบันเต้กับปนใต้กับบันควอลไอเต้กับบันโปเป็นแต่ได้เพียงสบายเรระบอกกอดในขนมกาประโยชน์กูมน้องระบอกโอโนฮานาคือเดอะใบดาซารากิเอาแต่ตัวบันอำนาจในเพียงสบายเระบอกกอดในขนมกาประโยชน์เดทวายซารากิไอมีกำลังคลั่งคล้าประวัติศาสตร์โอโนฮานาคือจีเอกรติชนดักคลั่งคล้ามันเนี่ยแดนเนียงกับบุงแต่สบายโรคแต่การกูสเตอร์ได้คลั่งประโยชน์จมวยนังเนียงในใบบังกาเพียงสบายเรอย่างคลั่งเป็นเรื่องกับบ้านจู่จมวยในกบมามันเนี่ยน้องไอ้กิจซารากิกับบ้านสตูเบิ้งจมมากับโอโนฮาน่าขนมการประโยชน์โน้ตว่าซารากิจะจ้องบรรดาดามตรุงระบบโอโนฮาน่าได้ทวยเนียงมีสนามดุจมุนนังไอ้ปัจจุบันประโยชน์บรรดาในยัยบรรดาโอโนฮาน่าในยัยนายน้อมแต่การซารากิตามีนชกาเต้ในไปได้ประโยชน์จมวยนังอิจิโกแต่หายไปบัญชีเนี่ยจันนังประโยชน์จมวยนังน้อยตราหายไปบัญชีเนี่ยชนะกับปัตตาชนะยังเบตันนี่หายประโยชน์จมวยนังกระเตี้ยหายไปบัญชีเนี่ยจันนังบัดบองทำเอาโปแบบนู่คือโดยซาแต่เนี่ยมันไม่จิมนุออนโนเต้เอาไว้ได้สำคัญคือกรอนแต่เนี่ยมันต้องรกเคยอย่างปีสมรรถเพียบนังทำเอาโปรบอลเนี่ยเดี๋ยวมันแหลบ้างโดยการปิดเขมรเนี่ยคือมีสมรรถเพียบครั้งนะและเนี่ยไอมีการประโยชน์นังชนะจมวยนังขยมไทม์เตียดพองจำนวนเป็นไซในซารากิคือเนื้อไปในได้กอดเจ็ดสลามหายไปเดียวคนกระปุกแต่มีเพียสบายเรื่อยๆในขนมการประโยชน์เพียสบายเรื่อยๆนู่ให้เดี๋ยวเบย์กอดบังการทำเอาโปในกำลังระบบกอดอย่างคลั่งคล้าโอโนฮานาบันกับก็โดยจีเวียปะฮาติการซารากิมีระบบทั้งหมดมาดองให้มาดองเตียดแต่ซารากิมีนารอนทัพยาป้านุกรอนติจการโยสอบก็เป้าใต้เวียมันแมนโยสอบเต้คือโอโนฮานาบันใบเปิดแม่นกรอนแต่โอโนฮานากอดมีสมรรถเพียบเชียบาลเลือนได้มาดองเนียงทัวแบบนั่งกรอนแต่จองดาทำโประบบซารากิเนไปได้ซารากิมีรอนทัจจิตสลับหรือก็มีรอนแต่ชื่อจับมนสลับนังไอ้คือกอดไอปากกาจมวยนังทำโปในเพียสบายเรียของการประโยชน์ระบบกอดอย่างคลางคล้าโอโนฮานาบันบอสมได้แท้เป็นนี่ก็ออเปลให้ขยำนังสำหรับเนี่ยเคมปาชิซารากิ挽回稲月បន្ទាប់ពីប្រើបាំងខៃចលនានឹងម្លាស់ទីរបស់សារគីពោពេញទៅដោយធម្មពលតែម្ដងនេះគឺជាភាពនៃការដាស់សន្តិអារម្មណ៍ក៏ដូចជាធម្មពលនៃភាពសប្បាយរីករាយរបស់គាត់នៅក្នុងការប្រយុទ្ធត្រឡប់មកវិញនៅក្នុងការប្រយុទ្ធនេះគឺសារគីពោពេញទៅដោយភាពសប្បាយរីករាយដែលអាចវិបហាទៅកាន់អូណូហាណាកាប់យកតែម្ដងនៅក្នុងចិត្តអូណូហាណាបានប្រាប់ថាវាខានពេកជាយូរមកហើយដែលឃើញអ្នកមានភាពសប្បាយរីករាយនិងធម្មពលខ្លាំងនៅក្នុងការប្រយុទ្ធបែបនេះដែលសារគីក៏នៅតែស្ទុះវឹងចូលមកកាប់ទៅកាន់អូណូហាណាដែលធ្វើឲ្យភ្លាមនោះបែកឈាមយកតែម្ដងដែលសារគីបានចាក់ទម្លុះទៅកាន់អូណូហាណាក៏ដូចជាអូណូហាណានិយាយលាទៅកាន់សារគីសិម្បកូតូក៏បានធ្លាក់ក៏ដូចជាឈាមបានហូរចេញយ៉ាងខ្លាំងតែម្ដងសារគីក៏បានស្រែកយ៉ាងខ្លាំងវាមិនអាចទេកុំស្លាប់អីអំណាចរបស់អូណូហាណាពេលនេះគឺមានមកដើម្បីប្រយុទ្ធនឹងភាពសប្បាយរីករាយរបស់សារគីហើយពេលនេះគោលបំណងរបស់នាងគឺទទួលបានជោគជ័យហើយនាងគឺពិតជាសប្បាយរីករាយខ្លាំងណាស់ទោះបីជាស្លាប់ទៅគឺពោពេញទៅដោយសុភមង្គលដោយគោលដៅរបស់នាងនឹងគឺទទួលបានជោគជ័យក្នុងការដាស់សន្តិអារម្មណ៍ឲ្យសារគីទទួលបានអំណាចរបស់គាត់យ៉ាងខ្លាំងពិតប្រាកដសារគីក៏បានដាក់អូណូហាណាចុះក៏ដូចជាសារគីឮសំឡេងខ្ទរដែលបាននិយាយថារីករាយណាស់ដែលបានជួបអ្នកខេមផាជីសារគីដែលឡៃអ៊ីជីកូនិងរ៉េនជីនៅក្នុងបន្ទប់មួយពោពេញទៅដោយបាសក៏ដូចជាបរិះម្នាក់បានស្រែកយាយយោតែម្ដងដូចជា DJ ចឹងឯងដែលស្វាគមន៍អ៊ីជីកូនិងរ៉េនជីមកដល់ទីនេះក៏ស្អាតតែឃើញមានរីករាយជាច្រើននៅកន្លែងនឹងផងដែរដែលគាត់គឺមានឈ្មោះអូអ៊ីស៊ូនីម៉ាយ៉ាដោយរវល់តែប្រកាច់ប្រកិនពេកក៏មានរាវអ្នកមកតបពីក្រៅថាកុំឲ្យលេងសើចអីឆាប់នាំពួកគេទៅកន្លែងពិតប្រាកដទៅទីនេះគឺជាកន្លែងពិតប្រាកដ
ត់ក្នុងការវឹកហាត់ដែលអេជីកូនិងរ៉េនជីបើកទ្វារចូលមកក៏សត្វតែធ្លាក់ចុះទៅខាងក្នុងតែម្ដងដែលអូយស៊ូបានសួរថាមុននឹងពេលដែលចូលមកមានឃើញនារីច្រើនទេអ្នកទាំងអស់នោះគឺមិនមែនជាសនីគីមីឡើយពួកគេគឺជាហ្សាំប៉ាកូតូហើយអូយស៊ូក៏បានយកហ្សាំប៉ាកូតូអេជីកូនិងរ៉េនជីមកវាយកំទេចក៏ដូចជាប្រាប់ថាឥឡូវនេះដួងព្រលឹងនៃហ្សាំប៉ាកូតូកំពុងតែខឹងពួកឯងទាំងពីរនាក់ហើយបច្ចុប្បន្នអ្វីដែលត្រូវធ្វើពួកគេទាំងពីរនាក់គឺត្រូវប្រយុទ្ធជាមួយនឹងដួងព្រលឹងនៃហ្សាំប៉ាកូតូដែលនៅពេលក្រោយរបស់ពួកគេទាំងអស់ហ្នឹងគឺជាដួងព្រលឹងនៃហ្សាំប៉ាកូតូដែលមិនមានឈ្មោះក្នុងការហៅដោយសនីគីមីនោះទេដែលពួកវាគឺមានឈ្មោះថាអាស៊ូឈីគឺត្រូវបានបង្កើតឡើងដោយអូអ៊ីស៊ូដែលសនីគីមីម្នាក់គឺចាំបាច់ណាស់ត្រូវបង្កើតជាមួយនឹងសិល្បៈកូតូរបស់គាត់ចេញពីដំបូងគឺជាមួយនឹងអាស៊ូឈីនឹងឯងដែលឧទាហរណ៍គឺសារ៉ាគីគឺគាត់មានអំណាចជាមួយនឹងសិល្បៈកូតូក៏ប៉ុន្តែយើងឃើញហើយថាសារ៉ាគីក៏គាត់មិនដែលហៅនៃឈ្មោះសិល្បៈកូតូរបស់គាត់នឹងប្រែទៅជារូបរាងអ្វីមួយនោះទេនឹងបានន័យថាសារ៉ាគីគឺគាត់មិនទាន់មានទំនាក់ទំនងច្បាស់លាស់ជាមួយនឹងអាស៊ូឈីនៅពេលណាដែលសនីគីមីមានទំនាក់ទំនងច្បាស់លាស់ជាមួយនឹងអាស៊ូឈីនោះវាបង្កើតជាមួយនឹងដួងព្រលឹងនៃសិល្បៈកូតូនៅក្នុងដាវនឹងឯងបច្ចុប្បន្នពេលនេះអូអ៊ីស៊ូតួអ៊ីជីកូនិងរ៉េនជីនៅប្រយុទ្ធជាមួយនឹងដួងព្រលឹងនៃអាស៊ូឈីទាំងអស់នោះបន្ទាប់ពីការប្រយុទ្ធជាមួយនឹងអាស៊ូឈីអស់រយៈពេល3ថ្ងៃឃើញថារ៉េនជីនៅតែធម្មតាក្រៅមកវិញដែលឡែកតែអ៊ីជីកូទេបានដេកដួលដោយអូអ៊ីស៊ូបានប្រាប់ថាអ៊ីជីកូគឺបានចោះចាញ់ក្នុងវគ្គនេះហើយគាត់មិនអាចបន្តទៅកាន់វគ្គបន្តទៀតបានទេព្រោះតែអ៊ីជីកូប្រយុទ្ធចាញ់នឹងអាស៊ូឈីបានន័យថាអ៊ីជីកូគឺគាត់មិនទាន់មានទំនាក់ទំនងយ៉ាងច្បាស់លាស់អំពីការយល់ដឹងនៃសនីគីមីនិងសិល្បៈកូតូឡើយអ្វីដែលធ្វើពេលនេះគឺបញ្ជូនអ៊ីជីកូឲ្យត្រឡប់ទៅកាន់ឋានមនុស្សវិញភ្លាមនឹងកូនចៅរបស់អូអ៊ីឈូម្នាក់ក៏ចាប់អ៊ីជីកូចេញមកក៏ដូចជាអូរីឈូបានបញ្ជូនអ៊ីជីកូចូលទៅកាន់ឋានមនុស្សវិញដើម្បីឲ្យអ៊ីជីកូសិក្សាពីខ្លួនឯងឲ្យបានច្បាស់លាស់ជាមុនសិនបញ្ជូនភ្លាមមកដល់ផ្លែតតែម្ដងគឺមកដល់មុខផ្ទះខ្លួនក៏ដូចជាប៉ាបានបើកទ្វារមកក៏មិនបានឃើញអ៊ីជីកូទេអ៊ីជីកូកំពុងតែរត់កាត់ភ្លៀងគឺនោះមកផ្ទះរបស់តេកែស្រីរបស់គាត់អេដមីនជាតែភ្លេចប្រាប់ឈ្មោះដែលនាងគឺមានឈ្មោះថាអ៊ីគូមីមកដល់ផ្ទះរបស់អ៊ីគូមីអ៊ីជីកូដែលអត់មាននិយាយអីច្រើនទេងូតទឹកផ្លាស់កៅអៅហើយនាងក៏បានជើក្រឹបរួចអ៊ីជីកូចូលទៅក្នុងចាំងបោកក្បាលពើងដែលបាននិយាយថាហេឯងមើលទៅដូចជាមានរឿងអីមែនហើយបើសិនតែថ្ងៃក្រោយមានរឿងអីចាំមករកខ្ញុំបានណាខ្ញុំនឹងចាត់ទុកឯងគឺជាប្អូនប្រុសជានិច្ចសន្លេងក៏ដឹងមួយមកគោទ្វាអ៊ីគូមីដើរទៅបើក៏ស្រាប់តែមិនឃើញទេដែលអ៊ីជីកូនៅខាងក្នុងភ្នឺផ្លែឆ្វាងតែម្ដងនោះគឺជាអ៊ីជីនដែលពុករបស់ខ្លួនមកតម្រង់នៃសនីគីមីមកដល់ភ្លាមមានការផ្លែដែលអ៊ីជីកូលីអ៊ីគូមីថាគាត់នឹងត្រឡប់ទៅផ្ទះវិញហើយប៉ុន្តែពេលចេញទៅគឺបានផ្លេចមួយនោះគឺជាផ្លាកសញ្ញានៃសនីគីមីរបស់គាត់មកជប់នឹងអ៊ីជីនបានទាយដឹងទាំងអស់តែម្ដងថាឥឡូវនេះអ្នកឯងកំពុងតែត្រូវបណ្ដេញចេញពីក្រុមសេរ៉ូតែមែនទេអ្នកឯងមិនអាចវឹកហាត់យកឈ្នះនៃអំណាចនៃអាស៊ូឈីឬក៏អំណាចទាញយកនៃសិល្បៈកូតូរបស់អ្នកមកវិញតាមមែនទេហើយប្រកាសណាស់អ្នកដែលបញ្ជូនឯងមកកាន់ទីនេះភ្លាមនោះគឺតម្រូវឲ្យឯងត្រូវស្គាល់ខ្លួនឯងនឹងជាមុនសិនហើយបើជ្រុលជាបែបនេះហើយគឺពុកក៏មានលក្ខអ្វីដែរគឺនឹងប្រាប់រឿងគ្រប់យ៉ាងទាំងអស់ទៅកាន់កូនឯងអតីតកាលបានបង្ហាញរ៉េងជីគូក៏បានមកតតដើមឈើមួយក៏បានជួបជាមួយនឹងអ៊ីស៊ីនដែលអ៊ីស៊ីនដំបូងគឺជាប្រធានក្រុមទី10ពេលនោះតូស៊ីរ៉ូនិងរ៉េងជីគូនៅជាជំនួយការរបស់អ៊ីស៊ីននៅឡើយទេឈ្មោះរបស់អ៊ីស៊ីនពេលនោះគឺមិនមែនអ៊ីស៊ីនកូរ៉ូសាគីទេគឺមានឈ្មោះថាអ៊ីស៊ីនស៊ីបាពេលនោះដែលមានរាយការណ៍ពីតូស៊ីរ៉ូដែលបានប្រាប់ថាមានស្ថានភាពប្រែប្រួលមិនទៀងគឺនៅពិភពមនុស្សដែលមានសនីគមីប្រយុទ្ធប្រឆាំងជាមួយនឹងហូឡូត្រូវបានបាត់បង់ជីវិតអស់ជាច្រើនថ្ងៃហើយអ៊ីស៊ីនលើដំណឹងនេះគាត់ក៏បានចាក់ចេញនិងបំពេញភារកិច្ចនោះដើម្បីកម្ចាត់ពួកហូឡូនឹងកន្លែងពិសោធន៍មួយកំពុងតែចាប់ផ្ដើមនោះគឺជាអៃហ្សែនអ៊ីឈីម៉ូរូក៏ដូចជាតូសិនដែលហូឡូបញ្ជូនទៅពិភពមនុស្សសម្រាប់ពួកសនីគមីនោះគឺជាផែនការរបស់ពួកគេទាំង3នាក់នឹងឯងតែអបជនមួយនារីម្នាក់កំពុងតែញ៉ាំអីក៏ដូចជាឃើញយេប៉ិម្នាក់ដើរចូលមកនិយាយថាឲ្យនាងយកតែម្ដងនារីម្នាក់នេះគឺជាម្ដាយរបស់រីជូខិនឬក៏ជាលោកយាយរបស់អូរីយូហើយនារីកំពុងញ៉ាំអីនេះដែលមានឈ្មោះថាម៉ាសាគីកូរ៉ូសាគីកំពុងតែនៅផ្ទះរបស់រីជូខិនដែលពួកគេទាំងអស់ហ្នឹងគឺជាពពួកនៃ Quincy ដែលម៉ាសាគីត្រូវបានគេយកមកនៅជាមួយដែលពួកគេទាំងអស់គ្នាជា Quincy ហ្នឹងចង់បង្កើតទំនាក់ទំនងនិងថែរក្សា Quincy ឲ្យនៅជាមួយគ្នានិយាយចំទៅម្ដាយរបស់រីជូខិនហ្នឹងគឺខ្លាចដាច់ពូជនៃ Quincy ទើបយកម៉ាសាគីនឹងមកនៅជាមួយនឹងឯងតែមេឃនៅខាងក្រៅក៏បានប្រែអាប់អួរក៏បានឃើញជាមួយនឹងភ្លៀងដំណក់ទឹកភ្លៀងដែលអ៊ីស៊ីននៅទីនោះគាត់គិតថាឥឡូវនេះកំពុងតែមានហូឡូចេញមកហើយក៏ទីនៃសិល្បៈកូតូចេញជាមួយនឹងហូឡូមកពីក្រោយពិតមែនហូឡូនឹងគឺពិតជាចម្លែកខ្លាំងណាស់ចំហាយធម្មពូគឺជាសនីគមីបូកឡំគ្នាជាមួយនឹងហូឡូតម្រងរបស់វាមើលទៅគឺដូចអ៊ីជីកូនៅពេលដែលតម្រងជាវ៉ាសូឡតខ្លាំងណាស់
ធម្មពលនៃ Holo នោះគឺកាន់តែកើតឡើងខ្លាំងក៏ដូចជា Masaki ដែលនៅខាងក្នុងផ្ទះនេះគាត់បានដឹងពីធម្មពលដែលកំពុងតែមានការប្រយុទ្ធគ្នានាងក៏បានចាក់ចេញពីផ្ទះដើម្បីទៅជួយក៏ប៉ុន្តែត្រូវបានហាមដោយ Ryukyukan ថាវាមិនមែនជារឿងរបស់ Quincy នោះទេ Quincy ចេញមុខទៅបានគឺនៅពេលដែល Sanigami ត្រូវបានស្លាប់និយាយរួមទៅគឺ Quincy និង Sanigami មិនអាចប្រយុទ្ធប្រឆាំងជាមួយនឹង Holo ក្នុងពេលតែមួយជាមួយគ្នាឡើយក៏ប៉ុន្តែ Masaki ក៏គាត់មិនខ្វល់នោះទេអ្វីដែលគាត់ត្រូវធ្វើគឺគាត់នឹងទៅជួយហើយបើសិនជាគាត់មិនជួយទេអ្នកទាំងអស់គ្នាដែលត្រូវរងការវាយប្រហារនោះគឺនឹងត្រូវស្លាប់អាចនឹងធ្វើឲ្យនាងនឹងមានវិបដិសារីដែលមិនបានជួយអ្វីសោះនៅខាងក្រៅកន្លែងប្រយុទ្ធដែល Ichin កំពុងតែតទល់ជាមួយនឹង Holo មួយនឹងគាត់មើលទៅ Holo នឹងគឺពិតជាមានសមត្ថភាពខ្លាំងណាស់ដែលពិបាករងការវាយឈ្នះ Ichin ប្រើអំណាចសិល្បៈគូតូរបស់គាត់ទៅវាយប្រហារក៏ប៉ុន្តែត្រូវបាន Holo វាយឲ្យбрឺរបួសក៏ដូចជាឃើញថា Aizen និងក្រុមគ្នាកំពុងតែញញឹមពីខាងក្រៅនិងបាននិយាយថាផែនការរបស់គាត់កំពុងតែដំណើរការហើយ 様子を見よう。 មុននឹងសំណាងណាស់ដែល Ichin ត្រូវបាន Machi ចូលមកជួយក៏ដូចជា Holo នឹងប្រើមកខាំ Machi ដែលត្រូវបាន Machi នឹងគឺខ្លាំងដែរនឹងបាញ់ជាមួយនឹងធ្នូរបស់នាងនឹងទម្លុះក្បាលយកតែម្ដងហើយដែលសំខាន់អា Holo មួយនឹងនៅពេលដែលងាប់ហើយនេះបំរុងនឹងផ្ទុះអ្វីមួយថែមទៀតតែសំណាងហើយដែលត្រូវបាន Ichin នឹងមកចាប់ការផ្ទុះនឹងជាប់ Ichin ក៏បានសួរថានាងគឺជាបណ្ណាគេក្នុងចិត្តរបស់ Masaki គឺមិនចង់ប្រាប់នោះទេដែលគិតថា Quincy និង Sanigami គឺជាសត្រូវនឹងគ្នាក៏ប៉ុន្តែបន្ទាប់ពីគិតបានបន្តិចនាងក៏បានប្រាប់ថាខ្ញុំគឺមានឈ្មោះ Masaki Kurosaki ខ្ញុំគឺជាប្រភេទនៃ Quincy លើតែ Quincy យ៉ាង Ichin គឺសប្បាយចិត្តណាស់ដែលបាននិយាយថាគាត់មិនដែលជួប Quincy ផ្ទាល់បែបនេះនោះទេក្នុងចិត្តរបស់ Masaki គឺគាត់មានការសប្បាយចិត្តដែរដែលបានយល់ថាអ្វីបានជា Sanigami គឺល្អបែបនេះពួកគេទាំងអស់គ្នាយល់ច្រឡំហើយថា Sanigami គឺពិតជាអាក្រក់តាមពិតទៅពួកគេនៃ Sanigami គឺមិនបានអាក្រក់ដូចអ្នកទាំងអស់គ្នានៃ Quincy គិតឡើយដែលនៅក្នុងហេតុការណ៍ហ្នឹងគឺ Ryukyukan កំពុងតែឈរនៅពីខាងលើដែលឃើញស្ថានភាពរបស់ Masaki មានសុវត្ថិភាពអញ្ចឹងគឺគាត់មិនបារម្ភអីទៀតទេនៅកន្លែងពិសោធន៍ Tosen កំពុងតែឈរឆាវណាស់ដែលបាននិយាយថាហេតុអ្វីបានជា Quincy មករារាំងផែនការរបស់គាត់តែ Aizen បាននិយាយថាវាគឺមិនមែនខុសនោះទេវានឹងបង្ហាញលទ្ធផលនៅថ្ងៃមុខទៀតហើយសាច់រឿងនៅថ្ងៃនេះសូមស្រេចសិនហើយក៏ដូចជាអរគុណខ្លាំងណាស់ទៅកាន់បងប្អូនយើងដែលមានឈ្មោះថា A Boy Long Kim Hol Deck Winner Time Etan និងសំកកដាជំពរឲ្យមានសុខភាពល្អរកស៊ីមានបានប្រាថ្នាអ្វីសូមឲ្យសម្រេចដូចបំណងតែកុំភ្លេចប្រាថ្នាឲ្យប្រទេសកម្ពុជាយើងមានសន្តិភាពមកវិញណាហើយថ្ងៃនេះគេមានសូមសារៈសិនហើយបាយបាយ